ល្បិចកំចៃអនឡាញបោកទៀងលុយរងការបរិហាកេនៅតែមានប្រជាពលរដ្ឋចាញ់បោកជនល្មើសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរំលឹកសារជាថ្មីដល់សាធារណជនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកកម្ចីប្រាក់អនឡាញទោះបីជាមានការផ្សព្វផ្សាយកន្លងមកក៏ដោយក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកក្រុមជនអនាមិកតាមរយៈបណ្ដាញសង្គម Facebook និង Telegram ជាក់ស្ដែងបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រកាសនាថ្ងៃទី13ខែកុម្ភៈឆ្នាំ2026នេះថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាកន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនៅការឆបោកក្របរូបភាពផ្ដាល់ប្រាក់កម្ចីអនឡាញប៉ុន្តែនាយកដ្ឋានសង្កេតឃើញថានៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្ដល់កម្ចីអនឡាញជាថ្មីម្ដងទៀតនាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមសូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីអនឡាញតាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមនានាជាពិសេសតាមទំព័រ Facebook និង Telegram ដែលបានបង្ហោះផ្សព្វផ្សាយផ្ដល់ប្រាក់កម្ចីអនឡាញក្រោមលក្ខខណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញឲ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍និងដាក់ស្នើកម្ចីអនឡាញនៅពេលដែលអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចាប់អារម្មណ៍និងតាក់ទងទៅតាមរយៈគណនី Facebook Messenger ជនអនាមិកនឹងតម្រូវឲ្យពួកគាត់តាក់ទងទៅគណនី Telegram វិញក្រោយពួកគាត់ចែកចែកព្រមព្រៀងតាមតម្លៃស្នើប្រាក់កម្ចីរួចជនអនាមិកតម្រូវឲ្យថតផ្ញើឯកសារមួយចំនួនមានដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារសៀវភៅស្នាក់នៅថតរូបកាន់អត្តសញ្ញាណប័ណ្ណនិងរូបថតកន្លែងធ្វើការជាដើមបន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឲ្យពួកគាត់ដើម្បីវាយលុយជាថ្លៃរត់ឯកសារឬថ្លៃរដ្ឋបាលជាដើមនិងបន្តឲ្យវាយលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗរហូតផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះនិងបានលុបសារទាំងអស់ចោលដោយជនអនាមិកមិនបានផ្ដល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឲ្យធ្វើការគំរាមនិងយករូបថតមិត្តភ័ក្តិបងប្អូនរបស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គម Facebook យកទៅបង្ហោះបរិហាកេពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង